ហួងហែងទូរស័ព្ទខុសពីធម្មតាស្វាមីរបស់អ្នកគាត់ចាប់ផ្ដើមហួងហែងជាមួយនឹងទូរស័ព្ទចាប់ផ្ដើមបដូរលេខកូដសម្ងាត់ទូរស័ព្ទបដូរលេខកូដសម្ងាត់ account គេងអោបទូរស័ព្ទលេងបដាសើចដាក់ទូរស័ព្ទបដាដោយមិនខ្វល់ពីអ្នកទៅណាមកណាក៏កាន់ទូរស័ព្ទជាប់មិនរបូតពីដៃឬមួយក៏គ្រាន់តែអ្នកសាកល្បងប៉ះកាន់ទូរស័ព្ទគាត់គឺគាត់ចាប់ផ្ដើមភ័យស្លុតខឹងអ្នកឆ្លោះគ្នាជាមួយនឹងលាក់នឹងលាក់ឬក៏មួយវិញទៀតគាត់ចាប់ផ្ដើមទិញទូរស័ព្ទថ្មីនិងទិញលេខទូរស័ព្ទថ្មីលើសពីតម្រូវការដោយមិនបានប្រាប់អ្នកទាំងអស់នេះគឺសុទ្ធសឹងតែជាសញ្ញាគ្រោះថ្នាក់ដែលបញ្ជាក់ថាគាត់នឹងមានបញ្ហាហើយព្រោះអ្នកត្រូវដឹងថាសម័យកាលនេះគឺជាសម័យកាលដែលគេតាក់ទងគ្នាតាមទូរស័ព្ទលេងសារលេងឆាតតាមទូរស័ព្ទដៃអញ្ចឹងបើសិនជាយើងចង់ចាប់ផុសតាងរបស់មនុស្សផិតក្បត់គឺវាពិតជាងាយស្រួលខ្លាំងមែនតើដែលគ្រាន់តែយើងនឹងចាប់តាមទូរស័ព្ទក៏អាចនឹងចាប់បានដែរហើយអ្នកដាច់ខាតកុំជឿពាក្យសម្ដីរបស់មនុស្សខូចដែលអាសានិយាយថាទូរស័ព្ទគឺជាសិទ្ធិឯកជនភាពរបស់គេយើងគ្មានសិទ្ធិប៉ះទេអ្នកត្រូវដឹងថាទូរស័ព្ទដែលគាត់បានទិញក្រោយពេលរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នករួចគឺចាត់ចូលទៅក្នុងទ្រព្យសម្បត្តិរួមដែលអ្នកក៏មានសិទ្ធិនៅក្នុងការសុំមើលដែរទី2អំពើផិតក្បត់គឺជាអំពើដែលខុសទៅនឹងច្បាប់អាពាហ៍ពិពាហ៍ច្បាស់នៅប៉ុណ្ណឹង